កញ្ញាច័ន្ទសូរីតាទំនងជានឹងទទួលបានឱកាសនៅក្នុងការចាក់ចេញទៅសម្ដែងនៅឯក្រៅប្រទេសជាលើកដំបូងមុនលោកបឺតសម្រេចនេះបើយោងទៅតាមការឲ្យដឹងតាមរយៈការផ្ដល់បទសម្ភាសន៍មួយរបស់លោកកឹមសុខឿនអតីតបេក្ខជនជ័យលេខ2ផ្នែកចម្រៀងសុភត្រា Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះកញ្ញាច័ន្ទសូរីតាទំនងជានឹងទទួលបានឱកាសនៅក្នុងការចាក់ចេញទៅសម្ដែងនៅលើទឹកដីនៃប្រទេសបារាំងជាលើកដំបូងក្នុងអាជីពរបស់ខ្លួននេះបើយោងទៅតាមការផ្ដល់បទសម្ភាសន៍រវាងលោកកឹមសុខឿនអតីតបេក្ខជនជ័យលេខ2ផ្នែកចម្រៀងជាមួយនឹងបងប្រុសដែលជាម្ចាស់ Channel Cam Up នៅថ្ងៃទី17 ខែ 7 ឆ្នាំ 2026 នេះផងដែរបងប្រុសដែលជាម្ចាស់ Channel Cam Up បានធ្វើការសម្ភាសន៍ទៅកាន់លោកកឹមសុខឿនអតីតបេក្ខជនជ័យលេខ2ផ្នែកចម្រៀងអំពីដំណឹងនៃការចាក់ចេញជាលើកដំបូងរបស់កញ្ញាច័ន្ទសូរីតាទៅកាន់ទឹកដីនៃប្រទេសបារាំងដោយនៅក្នុងកិច្ចសម្ភាសន៍នោះផងដែរលោកកឹមសុខឿនបានឲ្យដឹងផងដែរថាមាន sponsor ដែលកំពុងតែរស់នៅប្រទេសបារាំងមានបំណងនៅក្នុងការធានាយករូបលោកទៅសម្ដែងនៅឯប្រទេសបារាំងជាលើកដំបូងក្នុងនោះផងដែររូបលោកផ្ទាល់ក៏បានធ្វើការណែនាំទៅកាន់ sponsor អំពីសមត្ថភាពនៃការបកស្រាយបទចម្រៀងមរតកដើមបានយ៉ាងល្អរបស់កញ្ញាច័ន្ទសូរីតានិងបានស្នើទៅកាន់ sponsor ខាងលើឲ្យជួយធានាប្អូនស្រីច័ន្ទសូរីតាទៅសម្ដែងនៅទីនោះផងនៅក្នុងកិច្ចសម្ភាសន៍នោះផងដែរលោកកឹមសុខឿនក៏បានបន្តថាម្ចាស់ sponsor ដែលប្រុងនឹងធានារូបលោកទៅសម្ដែងនៅឯទឹកដីនៃប្រទេសបារាំងនោះបានប្រាប់ថាមិនមែនត្រឹមតែប្រទេសបារាំងនោះទេគឺនឹងមានការធានាបន្តទៅសម្ដែងនៅឯប្រទេសកាណាដាថែមទៀតដំណឹងដ៏រីករាយមួយនេះបានធ្វើឲ្យប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រកញ្ញាច័ន្ទសូរីតាមានសេចក្តីរំភើបនិងរីករាយជាខ្លាំងចំពោះដំណឹងមួយនេះបើទោះបីជាយ៉ាងណាក៏ដោយលោកកឹមសុខឿនបានបន្តថាម្ចាស់ sponsor នឹងធ្វើដំណើរពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជានៅចុងខែ 7 នេះហើយនឹងមានការជួបពិភាក្សាដោយផ្ទាល់បន្ថែមទៀតជាមួយនឹងប្អូនស្រីច័ន្ទសូរីតាចំពោះដំណឹងនៃការចាក់ចេញទៅសម្ដែងជាលើកដំបូងរបស់កញ្ញាច័ន្ទសូរីតានៅលើទឹកដីនៃប្រទេសបារាំងមួយនេះបានធ្វើឲ្យប្រិយមិត្តទស្សនិកជនជាច្រើននឹកគិតទៅដល់លោកបឺតសម្រេចដែលកាលពីប្រមាណជាជិត2ឆ្នាំមុនលោកក៏ធ្លាប់ទទួលបានឱកាសនៅក្នុងការចាក់ចេញទៅសម្ដែងនៅលើទឹកដីនៃសហរដ្ឋអាមេរិកផងដែរប៉ុន្តែលោកបែរជាជួបនៅបញ្ហាទិដ្ឋាការដែលលោកមិនអាចចាក់ចេញទៅសម្ដែងតាមការកំណត់បើទោះបីជាយ៉ាងណាក៏ដោយនៅរយៈចុងក្រោយនេះប្រិយមិត្តទស្សនិកជនក៏បានឃើញអំពីដំណើររបស់លោកបឺតសម្រេចចាក់ចេញទៅក្រៅប្រទេសជាញឹកញាប់ដូចជាប្រទេសម៉ាឡេស៊ីសង្ហបុរីនិងប្រទេសជប៉ុនដើម្បីកសាងនៅ credit ផ្ទាល់ខ្លួនហើយយើងសង្ឃឹមផងដែរថាលោកបឺតសម្រេចនឹងទទួលបានឱកាសនៅក្នុងការចាក់ចេញទៅសម្ដែងនៅឯបរទេសដូចទៅនឹងតារាចម្រៀងដទៃទៀតផងដែរសូមអរគុណប្រិយមិត្តទស្សនិកជនចំពោះការតាមដានទស្សនាសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងរីករាយនៅវីដេអូមួយនេះហើយយើងនឹងវិលមកជួបគ្នាវិញសាជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណប្រិយមិត្ត